ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា The Informer មកសម្រាប់ជូនបងប្អូនស្ដាប់ចង់ដឹងថារឿងមួយនេះល្អមើលប៉ុណ្ណានោះសូមរីករាយទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងគឺចាប់ផ្ដើមឡើងជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Pete គេធ្វើការជាភ្នាក់ងារសម្ងាត់ម្នាក់ឲ្យក្រុម FBI ពីមុនមកគេធ្វើការតែការងារតូចតាចទេតែម្ដងនេះថ្នាក់លើក៏បានចាត់ឲ្យគេចូលទៅក្បែរខ្លួនរបស់មេអ ுக ្រិតជនម្នាក់ដូច្នេះហើយគេក៏ប្រាប់ឲ្យប្រពន្ធកូនគេធ្វើដំណើរកម្សាន្តទៅវិស្វកម្មមួយរយៈសិនទៅអ្នកដែលមានទំនាក់ទំនងជាមួយជនបង្កប់ឈ្មោះអ៊ីរីកាក៏ប្រាប់ទៅកាន់ជនបង្កប់ថាថ្ងៃស្អែកមានការជួញដូរខុសច្បាប់មួយវាគឺជាឱកាសឲ្យពួកគេបានទៅក្បែរខ្លួនរបស់ក្រុមនោះ Pete ក៏មកផ្ដាំផ្ញើប្រពន្ធគេម្ដងទៀតហើយក៏ទៅជួបគ្នាជាមួយអ៊ីរីកានៅក្នុងបន្ទប់ទឹកនាងក៏បានឲ្យទូរស័ព្ទមួយទៅកាន់ Pete ដែលនៅក្នុងទូរស័ព្ទនោះគឺមានសមត្ថភាពអាចការពារការ hack ចូលឬក៏លួចស្ដាប់បានបន្ទាប់មក Pete ក៏បានដើរតួធ្វើជាអ្នកជំនួញជួញដូររបស់ខុសច្បាប់ទៅជួបជាមួយនឹងបុរសម្នាក់ដែលមានឈ្មោះថា Starzak ពួកគេក៏បានជិះឡានជាមួយគ្នាហើយ Starzak ក៏ត្រូវចេញទៅទិញរបស់ឲ្យមេរបស់គេដែលហៅថា General Starzak គេជឿជាក់លើ Pete ណាស់ដោយសារតែទំនិញរបស់គេគឺសុទ្ធតែល្អហើយគ្មានខ្វះសម្បីតែបន្តិច Erika ក៏លួចតាមពីក្រោយដែរដោយមិនសូវទុកចិត្តពីសុវត្ថិភាពរបស់ Pete បន្ទាប់មក Starzak ក៏បាននាំ Pete ចូលក្នុងក្លឹបមួយដើម្បីយកទំនិញនោះទៅលក់ឲ្យបរិសម្នាក់ដែលជាអ្នកទិញនោះបរិសម្នាក់ដែលជាអ្នកទិញនោះក៏និយាយរៀងមិនសូវមានទំនុកចិត្តនោះទេដោយសារតែគេមានលុយមិនគ្រប់គេក៏បានសុំឲ្យពាក់កណ្ដាលសិនចាំពេលរួចរាល់ការងារគេនឹងឲ្យពាក់កណ្ដាលទៀតហើយពាក់កណ្ដាលហ្នឹងគឺវាមានតម្លៃរហូតដល់ទៅ$85,000 Starzak ក៏មិនសូវពេញចិត្តប្រហែលដែរតែ Pete ក៏ខាត់គេឲ្យត្រជាក់ចិត្តហើយ Starzak ក៏បានសួរទៅកាន់ Pete វិញថាឯងអាចរកលុយបាន$85,000នេះក្នុងរយៈពេល2ម៉ោងមកពីណាបានខណៈពេលដែល Starzak គេត្រូវទៅនិយាយទូរស័ព្ទ Pete ក៏បានប្រាប់បរិសនោះថាគេគឺជាប៉ូលីសហើយឲ្យបរិសនោះបញ្ឈប់សកម្មភាពទៅតែបរិសនោះក៏ធ្វើដូចជាមិនដឹងរឿង Pete ក៏បានរុញគេទៅក្រោមហើយប្រាប់ឲ្យចេញទៅខាងក្រៅបាត់ទៅតែម្នាក់នោះក៏មិនសុខចិត្តគេក៏បានដកកំភ្លើងនិងគ្រាប់បែកចេញមក Starzak ឃើញហើយក៏បានបាញ់សម្លាប់គេចោលបាត់ទៅហើយក៏មិនបានសង្ស័យជាមួយនឹង Pete ដែរ Pete ក៏បានសុំជក់បារីដែលការសុំជក់បារីហ្នឹងគឺជាពាក្យសម្ងាត់ប្រាប់ទៅដល់អ៊ីរីកាថាផែនការបានផ្លាស់ប្ដូរបន្ទាប់មកគេក៏បានទៅជួប General ជាមួយនឹង Starzak General ក៏បានថាបរិសដែលបានស្លាប់នោះគេគឺជាប៉ូលីសហើយ Starzak បានសម្លាប់ប៉ូលីសដោយសារតែជួយដល់ Pete ដូច្នេះហើយដើម្បីសងគុណ Pete ត្រូវតែចូលទៅក្នុងគុកទៅជួញដូរគ្រឿងញៀននៅក្នុងនឹងចំនួន5ឆ្នាំហើយគាត់ក៏សង្កត់ធ្ងន់ថែមទៀតទៅលើគ្រួសាររបស់គេដែលធ្វើឲ្យគេនឹងមិនអាចរកអ្វីមកប្រកែកបានទេ Pete ក៏ទៅយកប្រពន្ធកូនមកផ្ទះវិញហើយខលទៅអ៊ីរីកាសុំជំនួយតែអ៊ីរីកាក៏បានថានាងមិនអាចជួយអ្វីបាននោះទេព្រោះអាចនឹងខូចក្រុមការដែលខំធ្វើអស់រយៈពេល4ឆ្នាំហើយនាងក៏បានដាក់ទូរស័ព្ទចុះទៅ Pete ក៏បានខឹងដោយសារតែប្រពន្ធរបស់គេ Sophia នឹងគឺមិនព្រមចាក់ចេញតែពួកគេក៏បាននិយាយសម្រួលគ្នាភ្លាមៗនឹងដែរប៉ូលីសក៏បានរកឃើញសាកសពរបស់បរិសនោះហើយប៉ូលីសផ្នែកស៊ើបអង្កេតដែលមានឈ្មោះថា Grins គឺជាមិត្តល្អរបស់បរិសដែលស្លាប់នោះគាត់ក៏បានប្រាប់ឲ្យគ្នារបស់គាត់ត្រូវតែប្រញាប់រកឃាតករឲ្យឃើញគាត់ក៏បានរកឃើញថាវាមានពាក់ព័ន្ធជាមួយនឹងក្រុមអ ுக ្រិតជនជាតិប៉ូឡូមួយក្រុមដែលនៅក្នុងនោះមាន Pete ពាក់ព័ន្ធដែរនៅខាង Pete វិញគេក៏បានជួបជាមួយនឹងអ៊ីរីកានិងថ្នាក់លើរបស់គេ Pete ក៏ចង់ដកខ្លួនចេញតែអ្នកទាំងពីរនោះក៏បានថាឯងត្រូវតែធ្វើតាម General ដើម្បីរកផុសតាំងចាប់ខ្លួនគេពេលនោះឯងនឹងរួចទោសតែបើសិនជាដកខ្លួនចេញពេលនេះឯងនឹងត្រូវដកឈ្មោះចេញពីក្រុម FBI ហើយប៉ូលីសនឹងមកចាប់ខ្លួនឯងពីបទឃាតកម្មពេលនេះ Pete គឺគេគ្មានជំរើសនោះទេគឺមានតែធ្វើតាម General តែប៉ុណ្ណោះមកដល់ផ្ទះវិញគេក៏បានទៅយកប្រដាប់ថតសម្លេងដែលគេបានថតការសន្ទនាមិញនោះទុករួច Starzak ក៏បាននិយាយជាមួយនឹងគេអំពីការចូលទៅក្នុងគុកនោះ Pete ក៏បានប្រាប់រឿងនេះដល់ប្រពន្ធគេហើយគេក៏បានចំណាយពេលពេញមួយថ្ងៃជាមួយនឹងកូនស្រីពេលត្រឡប់មកផ្ទះវិញក៏ឃើញក្រុមជនពេលហ្នឹងមកពេញផ្ទះដោយមានទាំង General មកដែរគាត់ក៏បានថាយើងគ្មានកូននោះទេដោយសារតែយើងមិនអាចទ្រាំនឹងការបាត់បង់បានទើបមិនយក Pete ក៏យល់ថា General ចង់យកកូនគេមកគំរាម Grins ក៏បានមកខ្លំមើលផ្ទះរបស់ Pete ដែរស្អែកឡើង Pete ក៏បានធ្វើជាវេររបស់របរនៅក្នុងផ្ទះឲ្យខ្ទេចហើយប្រពន្ធរបស់គេក៏ខលហៅប៉ូលីសមកហើយលោកប៉ូលីស Grins ក៏បាននាំគ្នាចូលមកចាប់គេចូលទៅក្នុងគុកទៅនៅក្នុងគុក Pete ក៏ត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ក្រុមទុច្ចរិតមានអ្នកទោសម្នាក់សោកលុយទៅកាន់ប៉ូលីសដើម្បីឲ្យថែមក្រេឲ្យ Pete ទៀតផង Pete ក៏មានទំនាក់ទំនងល្អជាមួយនឹងក្រុមជើងកាងនោះហើយក៏បាននិយាយពីគម្រោងត្រៀមខ្លួនសម្រាប់រឿងដែលប្រុងនឹងកើត
លោកប៉ូលីសគ្រីនក៏បានទៅសួរអេរីកាថាមានតំណែងតំណងអ្វីជាមួយនឹងភេទឬអត់នាងក៏ធ្វើដូចជាមិនដឹងរឿងហើយមេរបស់នាងក៏បានចូលមកប្រាប់ថាពួកគេមិនដែលមានតំណែងតំណងជាមួយនឹងគ្នានោះទេតែលោកប៉ូលីសគ្រីនក៏បានបង្ហាញរូបភាពមួយដែលគេបានថតអេរីកាតាមភេទនៅថ្ងៃកើតហេតុគេក៏បានថាបើសិនជា FBI មានពាក់ព័ន្ធជាមួយនឹងភេទមែនប្រកាសជាមានបញ្ហាធំហើយសូហ្វីក៏បានធ្វើតាមការផ្ដែផ្ដាំរបស់ភេទដោយដាក់របស់តាមដ្រូនយកទៅទម្លាក់លើដំបូលគុកហើយព្រឹកឡើងភេទក៏ឡើងទៅសម្អាតដំបូលគុកគេក៏បានយករបស់នោះមកទុក Greens ក៏បានទៅសួរ Sophie អំពីរឿងរបស់ភេទទៀតគេមានការសង្ស័យថាភេទនឹងមិនមែនជាឃាតករនោះទេតែ Sophie ក៏បានថានាងមិនដឹងរឿងអ្វីទេចេញពីផ្ទះរបស់នាងទៅគេក៏បានទុកលេខទូរស័ព្ទទំនាក់ទំនងឲ្យនាងហើយក៏បាននិយាយថាបើដឹងរឿងអ្វីខំមកប្រាប់គេវិញផងនៅខាងភេទវិញគេក៏បានទទួលការតាក់ទងមួយនិយាយជាមួយគេថានៅកន្លែងមួយចំនួននៃគុកនេះក្រុមរបស់ឯងមិនអាចធ្វើអ្វីបាននោះទេបើសិនជាឯងចង់រស់ត្រូវតែនិយាយអំពីការស្លាប់របស់ប៉ូលីសបង្គាប់នោះឲ្យបានច្បាស់បន្ទាប់មកក្រុមជើងកាងមួយក្រុមក៏បាននាំភេទទៅជួបមេធំម្នាក់ដែលមានឈ្មោះថា Phil គេគឺជាមេថ្នាំញៀនម្នាក់ដែលចង់សម្លាប់ភេទចោលដោយសារតែគេយកថ្នាំមកលក់ក្នុងគុកនេះដែរភេទក៏បានប្រាប់ការពិតថាគេគឺជាប៉ូលីសបង្គាប់ធ្វើការដើម្បីកម្ចាត់ General ដែលជាសត្រូវរបស់ Phil នោះឯង Phil ក៏បានដល់លេងភេទហើយក៏បានជួយធ្វើជាខ្សែរយៈដល់ដំណឹងទៀតផងនៅខាង FBI វិញមេរបស់ Erika ក៏បញ្ជាឲ្យសម្លាប់ភេទចោលហើយបញ្ចប់រឿង General តែម្ដងទៅដោយសារតែពេលនេះលោកប៉ូលីសគ្រីនកំពុងតែចង់សងសឹកឲ្យមិត្តរបស់គេបើទុកភេទទៀតអាចនឹងមានបញ្ហាហើយណាមួយក៏គ្មានភស្តុតាងអ្វីបញ្ជាក់ថាភេទគឺជាជនបង្កប់ដែរព្រោះឯកសារនៅក្នុងដៃគេអស់ហើយគេក៏បានគម្រាមទៅកាន់ Erika ដែរថាបើសិនជានាងមិនសម្លាប់គេទេនាងនឹងត្រូវជាអ្នកស្លាប់ជំនួសយប់ឡើងភេទក៏បានទទួលបានបញ្ជីឈ្មោះបណ្ដាញរបស់ General នៅក្នុងគុកទាំងអស់ពីបរិសម្នាក់ថ្ងៃស្អែកគេក៏បានខលប្រាប់ Erika ថាគេធ្វើការបានសម្រេចហើយមកជួយយកគេចេញទៅវិញផងតែ Erika មិនបានធ្វើតាមនោះទេដោយសារតែគេត្រូវបានគំរាមដែរអញ្ចឹងហើយគេក៏បានទុកឲ្យភេទមានគ្រោះថ្នាក់នៅក្នុងគុកនឹងដោយខ្លួនឯងទៅភេទក៏បានខលទៅ Sophie ឲ្យចាត់ការយកសម្លេងដែលគេបានថតទុកនោះទៅប្រើឬ Sophie ក៏បានយកសម្លេងនោះទៅឲ្យមេធាវីហើយ Sophie ក៏បានឲ្យ Erika បានស្ដាប់សម្លេងនោះនាងក៏មានអារម្មណ៍ថាខុសដែរដោយសារតែភេទបានពឹងឲ្យនាងមើលថែប្រពន្ធកូនគេផងនៅក្នុងគុកវិញកូនចៅរបស់ Phil ក៏ធ្វើសញ្ញាប្រាប់ភេទថាជិតមានគ្រោះថ្នាក់ហើយភេទក៏បានព្យាយាមដើររកអាវុធតែរកមិនឃើញនោះទេភ្លាមក៏មានអ្នកមកវាយប្រហារតែភេទក៏អាចយកឈ្នះបានគេក៏បានអូសម្នាក់នោះឲ្យប៉ូលីសដែលមើលកាមេរ៉ាឃើញពេលដែលមានអ្នកមករកគេក៏បានចាប់ប៉ូលីសពុករលួយម្នាក់មកធ្វើជាចំណាប់ខ្មាំងហើយចូលទៅក្នុងកន្លែងមួយគេក៏បានវាយប៉ូលីសនោះឲ្យសន្លប់ឬគេក៏បានសរសេរសញ្ញាអ្វីមួយយ៉ាងតាមដែលគេធ្លាប់រៀនពេលធ្វើប៉ូលីសនៅខាង Sophia វិញនាងក៏បានហៅលោកប៉ូលីសគ្រីនមកហើយក្រុមរបស់ Starsack ក៏មកដល់មុនតែពេលលោកគ្រីនមកដល់គេក៏បាញ់កូនចៅរបស់ Starsack ម្នាក់ឲ្យស្លាប់ពេលឡើងទៅលើបន្តិចក៏ត្រូវ Starsack បាញ់ចំជើងហើយគេមិនហ៊ានបាញ់តវិញនោះទេព្រោះ Starsack មាន Sophia ធ្វើចំណាប់ខ្មាំងតែនៅពេលដែល Starsack ចង់បាញ់សម្លាប់លោកគ្រីនទៅហើយ Sophia ក៏បានបាញ់គេពីក្រោយត្រូវមួយគ្រាប់មុនតែមុននឹង Starsack ស្លាប់គេក៏បានបាញ់ត្រូវ Sophia ចំដៃវិញដែរមេ FBI ក៏បានហៅក្រុម Snap មកចាំបាញ់ភេទក៏បានខលប្រាប់ប្រពន្ធរបស់គេថាគេនឹងចាក់ចេញពីទីនេះឲ្យបានភេទក៏បានដូរខោអាវជាមួយនឹងប៉ូលីសហើយចាប់គេធ្វើជាចំណាប់ខ្មាំងទៀតក្រុម Snap ក៏បានបាញ់ទៅក្នុងនោះដែលធ្វើឲ្យមានការផ្ទុះព្រោះមានជាតិហ្គាសក្រុមសង្គ្រោះក៏បានមកជួយភេទដែលពេលឯកសណ្ឋានប៉ូលីស Erika ក៏ឃើញគេហើយក៏បានចូលឡានជាមួយគ្នាតែនាងគឺមានបំណងចង់ជួយគេមិនមែនសម្លាប់គេនោះទេបន្ទាប់ពីនោះមក Erika ក៏បានទៅជួបមេរបស់នាងហើយក៏បានប្រាប់អំពីទីតាំងរបស់ភេទគេក៏បញ្ជានាងឲ្យទៅសម្លាប់ភេទចោលហើយក៏ចាប់អន្ទាក់តែម្ដងដោយសារតែ Erika បានដាក់ប្រដាប់ស្រូបសម្លេងជាប់ខ្លួនហើយមេ FBI ហ្នឹងក៏ត្រូវបានក្រុមរបស់លោកប៉ូលីសគ្រីនមកចាប់ខ្លួនបាត់ទៅភេទក៏ចង់មកជួបជាមួយនឹងគ្រួសាររបស់គេប៉ុន្តែ Erika ក៏ឲ្យសញ្ញាថាមានជនបង្កប់ច្រើនណាស់នៅទីនេះហើយចុងក្រោយលោកប៉ូលីសគ្រីនគេក៏សម្រេចចិត្តជួយភេទដោយឲ្យប៉ាសពតទៅនៅប្រទេសផ្សេងមួយរយៈសិនចាំស្ងប់ស្ងាត់ចាំត្រឡប់មកវិញហើយសាច់រឿងក៏បានកាត់ចប់ត្រង់ភេទមើលមុខគ្នាជាមួយនឹង Sophia ជាលើកចុងក្រោយហើយគេក៏បានចាក់ចេញទៅបាត់ទៅសូមអរគុណអ្នកទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ